ចំពោះចំណុចនេះខ្ញុំអាចជូនជាយោបល់អញ្ចឹងវិញធម្មតានៅពេលដែលជនខិលខូចគាត់តំណទៅក្នុងដីឆបោកនោះគាត់មានវិធីសាស្ត្រគាត់មានបទពិសោធន៍ច្រើនក្នុងការនិយាយពង្រៀងនិយាយធ្វើយ៉ាងម៉េចឲ្យអតិថិជនហ្នឹងគាត់ជឿគាត់ទុកចិត្តទោះជាយើងព្យាយាមសួរនាំអីត្រឡប់ទៅគាត់ហ្នឹងគឺគាត់មានចម្លើយហើយចម្លើយវាថ្មីបាត់តែចម្លើយហ្នឹងចម្លើយคล้ายៗមែនប៉ុន្តែគាត់រកវិធីឆ្លើយធ្វើយ៉ាងម៉េចដើម្បីឲ្យអតិថិជនហ្នឹងស្ដាប់ចម្លើយរបស់គាត់ហ្នឹងទៅគាត់នៅតែមានអារម្មណ៍ថាមើលទៅអាចពិតប្រាកដឬក៏ទុកចិត្តអីចឹងជាស្ថាប័នគេត្រឹមត្រូវអីតាក់ទងមកចឹងទៅអញ្ចឹងចំពោះចំណុចនេះវិញអ្វីដែលខ្ញុំជូនជាយោបល់វិញដើម្បីកាត់បន្ថយឬក៏យើងធ្វើម៉េចកុំឲ្យធ្លាក់ទៅក្នុងភាពចាញ់បោករបស់គេហ្នឹងអ្វីដែលគេតម្រូវឲ្យធ្វើហ្នឹងយកល្អគឺយើងគ្រាន់តែស្ដាប់ឬក៏អីហ្នឹងហើយប៉ុន្តែកុំធ្វើអ្វីឲ្យសោះបើគេសុំព័ត៌មានអីយកល្អគឺកុំផ្សព្វផ្សាយព័ត៌មានហ្នឹងចេញទៅខ្ញុំមកថាឥឡូវសុំឈ្មោះលេខទូរស័ព្ទសុំថ្ងៃខែឆ្នាំកំណើតសុំលេខកូដអីមួយចឹងទៅដើម្បីយកទៅផ្ទៀងផ្ទាត់គឺយើងបដិសេធតែគ្រឹះស្ថានអារម្មណ៍ទុកផ្លូវការគាត់ធ្វើអញ្ចឹងទេដាច់ខាតគឺអត់មានទេអានេះអ្វីដែលការបញ្ជាក់ច្បាស់ពីគ្រប់ធនាគារទាំងអស់ហ្នឹងគឺគាត់មិនដែលសុំព័ត៌មានទាំងអស់ហ្នឹងតាមរយៈការទូរស័ព្ទហ្នឹងទេអញ្ចឹងអានេះជាចំណុចសំខាន់អញ្ចឹងបើសិនជាគ្រប់អតិថិជនទាំងអស់គាត់ប្រកាន់គោលការណ៍មួយថាធនាគារគេមិនសួរនាំព័ត៌មានហ្នឹងតាមរយៈការcall ទូរស័ព្ទទេអញ្ចឹងគឺអ្នកណាបញ្យល់យ៉ាងម៉េចក៏ដោយគឺយើងកុំបញ្ចេញព័ត៌មានហ្នឹងឲ្យសោះហើយអាចមួយទៀតបើសិនជាយើងទទួលបានទូរស័ព្ទក្នុងលក្ខណៈនៃឆបបោកអញ្ចឹងរឿងបន្ទាប់ទៀតហ្នឹងអតិថិជនអាចធ្វើការតំណទៅខាងធនាគារដែលគាត់ប្រើប្រាស់សេវានឹងវិញព្រោះគ្រប់ធនាគារទាំងអស់គេមានសេវា hotline សម្រាប់អតិថិជនហ្នឹងអាច call ទៅពេលណាក៏បានដែរអញ្ចឹងបើយើងមិនទុកចិត្តយើងសង្ស័យឬក៏យើងអាចបារម្ភថាគេនឹងឆបបោកឬក៏គេធ្វើអីមួយទៅលើគណនីតាក់ទងនឹងសុវត្ថិភាពរបស់យើងហើយគឺយើងអាចតំណទៅខាងជូនព័ត៌មានហ្នឹងទៅខាងធនាគារវិញដើម្បីឲ្យធនាគារហ្នឹងគាត់ជួយមើលទៅថាតើស្ថានភាពនឹងយ៉ាងម៉េចហើយគាត់អាចខាងធនាគារគាត់អាចផ្ដល់ជាយោបល់ផ្សេងៗដើម្បីឲ្យការពារជួយការពារអតិថិជនហ្នឹងវិញបាទអញ្ចឹងចំណុចសំខាន់បើមានការទូរស័ព្ទមកហើយកុំបញ្ចេញព័ត៌មានហើយបន្ទាប់មកយើងព្យាយាមធ្វើការតំណទៅខាងធនាគាររបស់យើងវិញដើម្បីផ្ទៀងផ្ទាត់ឬក៏ជូនជាព័ត៌មានទៅខាងធនាគារឲ្យគាត់ដឹងដែរថាមានគេតំណមកដើម្បីអញ្ចឹងទៅបាទតាក់ទងទៅនឹងវិធីសាស្ត្រឆបោករបស់ជនខិលខូចហ្នឹងបើយើងមើលទៅតាមពិតគោលដៅគាត់គឺសំដៅទៅលើអតិថិជនយើងបញ្ចង់វាតម្លៃទៅលើកម្រិតចំណេះដឹងឬអីទេប៉ុន្តែគាត់ព្យាយាមរកមើលគោលដៅអតិថិជនណាដែលការយល់ដឹងរបស់គាត់នឹងដែលមានកម្រិតហើយបើសិនជានិយាយរួមអានេះវាជាវិធីសាស្ត្ររបស់គាត់នៅពេលដែលគាត់ចាប់ដើមទំនាក់ទំនងសន្ទនាមួយរយៈទៅគាត់អាចនឹងស្ទាបស្ទង់ដឹងថាតើកម្រិតយល់ដឹងរបស់អតិថិជននឹងមានប៉ុណ្ណាគាត់សួរនាំទៅគាត់អាចស្ទាបស្ទង់ថាតើអតិថិជននឹងងាយស្រួលក្នុងការភ័យឬមួយក៏ចាញ់ទៅតាមការគម្រាមរបស់គាត់នឹងអត់អញ្ចឹងនៅពេលដែលគាត់ចាប់ចំណុចទាំងអស់នៅពេលដែលគាត់កំពុងតែតំណនិយាយគ្នាគាត់ចាប់ចំណុចអស់ហ្នឹងបានហើយគឺគាត់ចាប់ផ្ដើមពង្រៀងគាត់អូសទាញប្រើវិធីសាស្ត្ររបស់គាត់ហ្នឹងអាហ្នឹងជាសិលវិធីរបស់គាត់ក្នុងការនិយាយបញ្យលអូសទាញឲ្យធ្វើទៅតាមអ្វីមួយដែលគាត់ចង់បានចឹងទៅសូម្បីតែពេលខ្លះអតិថិជនគាត់ព្យាយាមឬក៏ជនក្នុងក្រុមគាត់ព្យាយាមសួរនាំទៅវិញទៅមកអីក៏ដោយគាត់ព្យាយាមពង្រៀងគាត់បញ្យលអីផ្សេងគាត់បវាយធ្វើម៉េចឲ្យដឹងថាបើសិនជាអតិថិជនឬក៏ជនរងគ្រោះហ្នឹងមិនធ្វើទៅតាមការអូសទាញឬក៏ការតាមការណែនាំរបស់គាត់នឹងទេគាត់នឹងប្រឈមទៅនឹងបាត់បង់លុយនៅក្នុងគណនីគាត់ឬក៏អីចឹងទៅអញ្ចឹងអាកត្តាហ្នឹងហើយដែលបើសិនជាអតិថិជនហ្នឹងគាត់ការចេះដឹងរបស់គាត់នឹងមានកម្រិតគាត់ឆាប់ជឿឆាប់ភ័យគាត់មិនបានពិភាក្សាជាមួយអ្នកណាផ្សេងហើយគាត់ធ្វើភ្លាមតែម្ដងហ្នឹងពេលហ្នឹងហើយគឺគាត់អាចលុះទៅក្នុងការឆបោករបស់ជនខិលខូចហ្នឹងបាទ